សោកនៃការបាត់បង់វាធ្វើឲ្យខ្ញុំអង្រួននៅក្នុងដួងចិត្តខ្ញុំឈរសំឡឹងរួមថនមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិនឲ្យខ្ញុំនឹងនាងចង់ជួបនាងខ្ញុំនឹងនាងខ្ញុំនៅទីនេះស្រែកហៅរួមនាងឲ្យត្រឡំសង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបខ្ញុំនៅទីនេះមានអារម្មណ៍មិនដូចជាឯកាចិនខ្ញុំស្រយំខ្ញុំពិបាកពិចារណាពីពរនាអំពីមិនកប់យោបល់ក្នុងចិន្តាថប់ដង្ហើមដល់មិនរួចខ្ញុំគិតដល់អ្នកណាភ្នែកខ្ញុំស្រវាំងរៀបបង្ហូរទឹកនេត្រាពេលដែលខ្ញុំបានលឺខ្ញុំច្របល់ក្នុងអរ៉ារឿងដែលខ្ញុំមិនធ្លាប់គិតរឿងដ៏សែនអនិច្ចាមិនភាគជាទីស្រឡាញ់ឃ្លាតឆ្ងាយពីកាយានាងគឺជាមិនគឺជាស្នេហ៍ជាបេះដូងក្នុងគ្រួសារនៅពេលនេះបាត់រូបនាងបាត់សម្លេងធ្លាប់វាចាបាត់បង្អង់ការស្រមៃធ្លាប់សង្ឃឹមធ្លាប់ប្រាថ្នាបាត់វេលាដែលធ្លាប់ក្បែរសល់តែអនុសាសន៍ឈរសំឡឹងរួមថនមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិនឲ្យខ្ញុំនឹងនាងចង់ជួបនាងខ្ញុំនឹងនាងខ្ញុំនៅទីនេះស្រែកហៅរួមនាងឲ្យត្រឡំសង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបពេលដែលមិនលឺអារខ្ញុំសែនតក្រហល់ដំនឹងដល់អនិច្ចាដំនឹងដល់អកុសលមិនសម្លាញ់ខ្ញុំសំឡំដោយរនានឹងថ្នល់គ្រោះថ្នាក់ចរាចរណ៍ដែលពួកយើងស្មានមិនដល់ក្រុមគ្នារិនពុនស្មារតីសែនទាំងភ័ណ្ឌដែលទៅកាន់មន្ទីរពេទ្យចូលបន្ទប់សង្គ្រោះមិនទាន់អ្នកម្ដាយស្រត់ទឹកភ្នែកក្នុងចិត្តខំបន់ស្រន់អោកូនមាសម្ដាយសូមរួចពីទោសទណ្ឌទាំងមុខក្រៀមក្រំគ្មានអ្នកណាអាចញញឹមម្នាក់ស្រត់ទឹកភ្នែកហាងបីដូចភ្លៀងរលឹមសំឡឹងទៅមាត់ទ្វាររោងចាំស្ដាប់ដំណឹងលោកគ្រូពេទ្យគ្រូវីក្បាលបានន័យថាអស់សង្ឃឹមខ្ញុំឈរសំឡឹងរួមថនមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិនឲ្យខ្ញុំនឹងនាងចង់ជួបនាងខ្ញុំនឹងនាងខ្ញុំនៅទីនេះស្រែកហៅរួមនាងឲ្យត្រឡំសង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបបើសិនជាអាចចង់ឲ្យពេលវេលាត្រឡំមកជួបជុំមិត្តភក្តិសង្សារសំណំពុំយើងសិននឹកនាងពេលខ្លះគេយល់សមហើយសុបិនររៀបរៃចង់ឲ្យគ្រប់យ៉ាងត្រឡំសង្សារឯងនាងបង្ហូរទឹកនេត្រាទាំងភ្នែកដ៏មានតម្លៃនាងសម្រង់ព្រោះអ្នកណានាងថាឯងក្បត់សម្ដីពីដែលធ្លាប់សន្យាមានរូបអូនជាដង្ហើមយើងទាំងពីរនឹងរៀបការនៅសល់ពាក្យពេញដែលមិនទាន់បាននិយាយរឿងខ្លះមិនទាន់ធ្វើរឿងដែលយើងធ្លាប់ស្រមៃអនុសាសន៍មួយកំណរកំចុកក្នុងហារតីហើយអ្វីក៏ដាច់ចិត្តចាក់ចេញទៅទាំងអាឡ័យឈរសំឡឹងរួមថនមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិនឲ្យខ្ញុំនឹងនាងចង់ជួបនាងខ្ញុំនឹងនាងខ្ញុំនៅទីនេះស្រែកហៅរួមនាងឲ្យត្រឡំសង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបមិនគ្នាស្រមៃអធិដ្ឋាននៅក្នុងចិនបួងសួងដល់ទេវតាសូមឲ្យជួយរក្សាមិនបែកគ្នាវេលានឹងទុំថាប្រលិខិតមិនពាក់តែមួយថ្ងៃគឺជាមិនមួយជីវិតនឹងជាជីវិតទុកលោកេក្នុងលោកការរួមមួយឆាជីវិតមានវេលាយូរប៉ុណ្ណាកើតចាំងឈឺស្លាំងគឺជារឿងធម្មតាពាក្យមួយឃ្លាទុកខាងអនិច្ចំអនត្តានឹងជាចម្រៀងខ្ញុំសរសេរជូនទៅមិនដែលខ្ញុំគោរពស្រឡាញ់ខ្ញុំរាប់អានមួយជីវិតអស់វេលានឹងអាចជួបក្រុមយ៉ាងជាអាដឹកពុំយើងនៅទីនេះនឹងនឹកអ្នកមួយជីវិតហើយក៏សូមអធិដ្ឋានដល់មិត្តដែលបានឃ្លាតទៅគ្មានពេលវេលានឹងត្រឡប់ហើយពួកយើងនៅទីនេះនឹងនឹកដល់ឯងអស់មួយជីវិត